តោះតែអ្នកណាខ្លះអត់ទាន់ចេះដាក់អក្សរនៅខាងក្រៅខ្នងបែបនេះអញ្ចឹងយើងមកតាមដានទស្សនានៅរបៀបធ្វើទាំងអស់គ្នាបាទតែមុនទស្សនាសូមបងប្អូនជួយ like ជួយ share ជួយ subscribe ម្នាក់មួយផងណាបាទដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃបាទមុនដំបូងយើងចូលក្នុងកម្មវិធី CapCut មកហើយយើងរើសយករូបភាពមួយមកបាទនេះខ្ញុំដាក់រូបភាពខ្ញុំនេះដើម្បីបង្ហាញបងប្អូនមើលបន្ទាប់មកយើងអូសទៅមុខបន្តិចមកយើងចុចលើពាក្យ duplicate នេះមកបាទហើយយើងអូសទៅមុខថែបន្តទៀតចុចពាក្យ overlay ចំណុចបន្ទាប់គឺយើងទាញវាឲ្យស្មើគ្នាមកបាទហើយបន្ទាប់ពីទាញស្មើនេះហើយយើងចុច text អក្សរយើងបូកសរសេរអក្សរមកបាទសរសេរអក្សរយើងចូលដើម្បីយើងសេយើងចូល font មកយើងជ្រើសយក my font បាទ my font យើងជ្រើសយកfont ខ្មែរដែលយើងបាន download ទុកនៅក្នុង CapCut ហ្នឹងយើងជ្រើសរើសហើយយើងសរសេរពាក្យទីក្រុងគ្មានសម្រាមយើងសេពាក្យមួយមកបាទបងប្អូនចង់សេពាក្យអីសេពាក្យហ្នឹងមកសរសេរហើយបន្ទាប់ពីសរសេរហើយយើងចូលមក effect មកបាទចូល effect ហើយយើងធ្វើការជ្រើសរើសយក style effect បាទអញ្ចឹងបងប្អូនសម្លឹងមកខាងក្រៅមកឃើញ effect ជាច្រើនឲ្យបងប្អូនត្រូវរើសអញ្ចឹងអ្នកនរគ្នាចង់រើសយក effect មួយណាស្រឡាញ់មួយណាដាក់មួយនឹងទៅបាទនេះខ្ញុំរើសសាកមើលខ្ញុំដាក់ឲ្យបងប្អូនមើលខ្ញុំដាក់រើសពណ៌យកពណ៌លឿងពណ៌ក្រហមតាមដែលយើងចង់បានអញ្ចឹងយើងដាក់សាកមើលតើវាស្អាតអត់អញ្ចឹងបាទខ្ញុំដាក់ពណ៌នេះហើយយើងអាចដូរដាក់ពណ៌ផ្សេងក៏បានដែរមកខ្ញុំដាក់ពណ៌នេះវិញហើយដាក់ពណ៌នេះវិញអញ្ចឹងបងប្អូនស្រឡាញ់ពណ៌ណាដាក់ពណ៌ហ្នឹងទៅបាទហើយបន្ទាប់ពីយើងសម្រេចចិត្តថាយើងយក effect មួយហ្នឹងហើយបាទ effect មួយហ្នឹងហើយយើងចូលមកប៉ះលើអក្សរវិញមកយើងរកពាក្យមួយបាទអូសបន្តិចមកយើងអូសទៅមុខតិចចុចពាក្យ layer បាទហើយយើងធ្វើការបដូរវាទៅវាត្រឡប់ទៅក្រោយដោយស្វ័យប្រវត្តិបាទហើយតែប៉ុណ្្នឹងទេហើយយើងចុចគ្រីសវាមកបាទអញ្ចឹងអក្សរនៅខាងក្រោយខ្នងរបស់យើងម្ដងអញ្ចឹងមានតែប៉ុណ្្នឹងទេបាទសម្រាប់វីដេអូថ្ងៃនេះគឺមានប៉ុណ្ណឹងបាទហើយជួបគ្នាវីដេអូក្រោយបាទកុំភ្លេចជួយចុច like ជួយចុច share ជួយចុច follow ម្នាក់មួយផងណាបាទអរគុណច្រើនបាយបាយ